Hello អ្នកគ្នាថ្ងៃនេះខ្ញុំមកព្រានអ្នកគ្នាដាក់គីបទីរៃហើយគីបនេះអ្នកគ្នាចូលទៅយកក្នុងក្រុមបានគឺខ្ញុំដាក់ link ក្រោម description និង comment ហើយ skip នេះវាមានឈ្មោះថា Coca Hub ចឹងអ្នកគ្នាចុច copy វាមកតោះមកអ្នកគ្នាទៅបើក execute ហើយតោះមកចុចលើ skip ហ្នឹងមកទៅពេលចុចទៅវាឲ្យអ្នកទាំងអស់គ្នាដាក់ key ចឹងកន្លែងនេះវាមាន2ជម្រើសដើម្បីឲ្យអ្នកគ្នា get key បានវាមានជម្រើស May.1 និង May.2 ចំពោះ May.2 នេះគឺវេទនាយក key ហ្នឹងតែអញ្ចឹងខ្ញុំ recommend ឲ្យអ្នកគ្នាយកទី1នេះអញ្ចឹងអ្នកគ្នាចុច get key វាមកតោះមកអ្នកគ្នាយកទៅផាសវាក្នុងជ្រោមពេលដែលផាសហើយអ្នកគ្នាចុច continue មកកន្លែងនេះវាមាន3ជម្រើសអញ្ចឹងខ្ញុំ recommend ឲ្យអ្នកគ្នាយកទី1ទៅអ្នកគ្នាចុច continue វាមកនេះវាចេញមកដល់កន្លែងនេះអញ្ចឹងយើងចុចពាក្យ agree វាមកតោះអ្នកគ្នាអូចូលមកក្រោមយើងចុចពាក្យ get link តោះមកវាចេញពាណិជ្ជកម្មចឹងយើងចុច skip វាចោលទៅតែវាចុច skip ហើយវាឲ្យយើងចាំ10 second ចឹងទៅពេលដែលវាផុត10 second ហើយវាចុចពាក្យ get link ចឹងចុចវាមកបន្ទាប់មកចុច open ទៅហើយចុច continue ទៅវានឹង create key យើងមួយអីចឹងយើងគ្រាន់តែ copy key នឹងមកហើយយើងចូលទៅកាន់ block fruit យើងវិញអញ្ចឹងបើកលើ execute មកបន្ទាប់មកយើង execute script នឹងមកអញ្ចឹងយើងយក key ដែលយើង copy មិញយកមកផាសវាចូលមកបន្ទាប់មកអ្នកគ្នាចុច submit key កន្លែងចេញ skip បានអ្នកគ្នាគឺមែនតើ skip នេះអ្នកគ្នាអាចយកទៅ farm level ក៏បានយកទៅដាក់ raw item ក៏បានយកទៅធ្វើ V4 ក៏បានគឺល្អខ្លាំងមែនតើអ្នកគ្នាអញ្ចឹងអ្នកគ្នាអាចយកទៅសាកប្រើបានហើយបើសិនអ្នកគ្នាចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like subscribe និងបើកសញ្ញារូបកណ្ដឹងម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយព្រានអ្នកគ្នាពីចំណេះដឹងល្អៗទៀត